ការប្រើប្រាស់ថ្នាំក្តៅឬថ្នាំត្រជាក់ទៅលើដំណាំគេអត់ដែលគិតថាពេលនឹងចេញផ្កាចេញផ្លែទេគេគិតទៅលើកត្តា3យ៉ាងធំនៅពេលដែលបងប្អូនទិញជីទិញថ្នាំកសិកម្មតាមដេប៉ូអ្នកលក់អនឡាញពីអ្នកបច្ចេកទេសពីក្រុមហ៊ុនបងប្អូនតែងសួរថាថ្នាំនឹងក្តៅឬត្រជាក់ថ្នាំក្តៅតែងមានអក្សរកាត់ដូចជា EC ME SE ហើយនឹងមានអក្សរកាត់ផ្សេងទៀតរីឯថ្នាំត្រជាក់តែងមានអក្សរកាត់ដូចជា SL SC WP WG នៅពេលដែលបងប្អូនប្រើប្រាស់ថ្នាំកសិកម្មទៅលើដំណាំរបស់បងប្អូនតែងគិតថាថ្នាំក្តៅមិនអាចប្រើប្រាស់ជាមួយនឹងដំណាំដែលមានផ្កាមានផ្លែបាននោះទេរឿងនេះមិនមែនជារឿងដែលត្រឹមត្រូវទាំងអស់នោះទេមិនមែនជារឿងត្រឹមត្រូវទាំងអស់នោះទេបងប្អូនស្ដាប់ហើយស្ដាប់ទៀតកន្លែងនេះថ្នាំក្តៅឬថ្នាំត្រជាក់គេមិនបានកំណត់ថាត្រជាក់ត្រូវតែប្រើលើផ្កាផ្លែក្តៅមិនអាចប្រើបានក្តៅប្រើលើផ្កាផ្លែខូចគេអត់ដែលគិតបែបហ្នឹងទេគេគិតទៅលើស្ថានភាពបើសិនបើដំណាំកសិកម្មរបស់បងប្អូនវាចេញផ្កាចេញផ្លែក៏ពិតមែនតែកំឡុងនៅពេលដែលមានទឹកភ្លៀងធ្លាក់ច្រើនកំឡុងនៅពេលដែលខែកដឹកខែចុះត្រជាក់អីជាដើមនេះកំឡុងចុះត្រជាក់បែបនេះបងប្អូនគួរជ្រើសរើសយកថ្នាំក្តៅទៅបាញ់ដើម្បីឲ្យដំណាំរបស់យើងនឹងកាត់ stress ដំណាំបានល្អបើសិនបើដំណាំកសិកម្មរបស់បងប្អូនចេញផ្កាចេញផ្លែនៅកំឡុងពេលត្រជាក់បងប្អូនយកថ្នាំដែលមានសារធាតុត្រជាក់ខ្ពស់ទៅបាញ់នឹងធ្វើឲ្យដំណាំកសិកម្មរបស់បងប្អូន stress ចេញផ្កាហើយមិនដាក់ក្បាលរុយ stress គៀងផ្កាគៀងក្តឹបនេះគឺជារូបមន្តតែម្ដងអញ្ចឹងបើសិនបើនៅពេលដែលកំឡុងចុះត្រជាក់ដំណាំរបស់បងប្អូនចាប់ផ្ដើមចេញផ្កាចេញផ្លែពេលនោះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនប្រើថ្នាំក្តៅនេះកាត់ stress បានល្អទៀតផងការប្រើប្រាស់ថ្នាំក្តៅឬថ្នាំត្រជាក់ទៅលើដំណាំគេអត់ដែលគិតថាពេលនឹងចេញផ្កាចេញផ្លែទេគេគិតទៅលើកត្តា3យ៉ាងធំទី1កត្តាបច្ចេកទេសតើអ្នកបច្ចេកទេសណែនាំឲ្យប្រើទេស្តង់ដារទេនេះទី1គឺកត្តាបច្ចេកទេសទី2គឺកត្តាសមស្របនឹងពេលវេលាតើពេលវេលាហ្នឹងវាសមស្របទេបើសិនបើពេលព្រឹកវាមានសំណើមខ្ពស់ឬមួយខែនឹងខែកដឹកឬមួយខែនឹងខែភ្លៀងបងប្អូនក៏អាចប្រើថ្នាំក្តៅបាញ់នៅលើផ្កាផ្លែបានដែររីឯទី3តាក់ទងទៅនឹងអាកាសធាតុសមស្របមជ្ឈដ្ឋានពេលហ្នឹងបរិយាកាសពេលហ្នឹងកម្ដៅសំណើមនៅពេលហ្នឹងយ៉ាងដូចម្ដេចដែរបើសិនបើពេលហ្នឹងមានសំណើមខ្ពស់នៅក្នុងដីចុះត្រជាក់ខ្លាំងនៅក្នុងបរិយាកាសចុះត្រជាក់ខ្លាំងបងប្អូនប្រើថ្នាំក្តៅគឺរឹតតែល្អធ្វើឲ្យកាត់ stress សរុបមកវិញបងប្អូនការប្រើប្រាស់ថ្នាំក្តៅឬថ្នាំត្រជាក់គឺគេអត់ផ្ដោតលើថាតន់ទៅត្រួយប្រើថ្នាំក្តៅវគ្គត្រួយរីឯវគ្គផ្កាផ្លែគួរតែប្រើថ្នាំត្រជាក់គេអត់គិតបែបហ្នឹងទេគេគិតលើពេលវេលាដែលយើងបាញ់គេគិតទៅលើបច្ចេកទេសនិងគិតទៅលើអាកាសធាតុសមស្រប